បញ្ហាឈឺចង្កេះឬក៏គីបស័យចង្កេះនិងបញ្ហាហើយនេះជាបញ្ហាមួយដែលវាកើតឡើងដោយសារតែភាពខ្សោយនៃសំបកឆ្អឹងឬក៏ជាតិជំវិញនៃឆ្អឹងកងហ្នឹងវាខ្សោយធ្វើឲ្យសម្ពាធឬក៏ទម្ងន់ធ្លាក់មកសង្កត់ទៅលើទំនាស់ឆ្អឹងកងធ្វើឲ្យមានការគៀបសង្កត់ទៅលើឬក៏សរសៃប្រសាទរបស់សសរឆ្អឹងកងហ្នឹងអញ្ចឹងនៅពេលដែលអ្នកមានបញ្ហាគៀបអាហ្នឹងកើតឡើងវាតែងតែបង្កបញ្ហាមួយធ្វើឲ្យយើងមានការឈឺចាប់នៅចង្កេះឈឺរយឈឺចាក់ស្ពឹកពីចង្កេះមកតាគៀកនិងមកជើងជារឿយវាតែងតែកើតឡើងជាបញ្ហាហ្នឹងវាដំណាក់កាលដំបូងវាឈឺបាត់ទេជួនកាលវាឈឺនៅកហាយចង្កេះជួនកាលវាឈឺពីចង្កេះចាក់មកជើងទៅអញ្ចឹងនៅពេលដែលអ្នកដែលមានបញ្ហាទាំងអស់ហ្នឹងកើតឡើងយើងគួរតែស្វែងរកគឺក៏ធ្វើការពិនិត្យជាមួយគ្រូពេទ្យដើម្បីឲ្យដឹងថាតើយើងមានបញ្ហាគៀបនៅចង្កេះមែនឬក៏យ៉ាងម៉េចដើម្បីដឹងច្បាស់យើងអាចទៅជួបខាងគ្រូពេទ្យខាងជំនាញច្បាប់ចលនាហាគីណេហ្នឹងដើម្បីពិនិត្យមើលថាតើយើងមានបញ្ហាគៀបមែនអត់ប៉ុន្តែក្នុងករណីដែលយើងមានបញ្ហាគៀបឬក៏ការគៀបសង្កត់នៅបញ្ហាចង្កេះហ្នឹងយើងក្នុងអំឡុងពេលដែលយើងគៀបយើងអាចធ្វើការព្យាបាលជាមួយនឹងគ្រូពេទ្យច្បាប់ចលនាហ្នឹងនិងបូករួមអេសសាយបន្ទាប់ពីហ្នឹងបន្ទាប់បន្សំយើងអាចប្រើប្រាស់ជាមួយនឹងឧបករណ៍មានន័យថាខ្សែក្បាត់ឬក៏បែប support ដើម្បីទប់នៅចង្កេះយើងដើម្បីកុំឲ្យមានការគៀបសង្កត់ឬក៏សម្ពាធធ្លាក់មកលើអាចចង្កេះយើងបន្តទៀតក្នុងដំណាក់កាលហ្នឹងយើងហាត់ផងយើងព្យាបាលផងហើយនឹងយើងបូករួមជាមួយនឹងការពាក់ខ្សែក្បាត់ផងដើម្បីជួយបង្កើនការជឿសះក្នុងបញ្ហាហ្នឹងឲ្យមានសិទ្ធិភាពកាន់តែខ្ពស់